បាទសួស្តីបងប្អូនហ្នឹងហើយវីដេអូមុនខ្ញុំចេញទៅខ្ញុំផុសខ្ញុំភ្លេចអត់បានកាត់អាសម្លេងចម្រៀងនៅក្នុង TikTok ចេញឥឡូវនេះខ្ញុំធ្វើវីដេអូម្ដងទៀតដើម្បីរៀបរាប់នឹងនិយាយក្រុមផ្សាយបងប្អូនដែលគាត់កំពុងតែមានចំណាប់អារម្មណ៍ខាងបើកកាហ្វេគាត់ស្វែងរកកៅអីភេទកៅអីបត់ហ្នឹងបងប្អូនអញ្ចឹងកៅអីទាំងអស់នេះខ្ញុំសិតតែកៅអីពួកកៅអីលេខ1ណាបាទខ្ញុំប្រើបានប្រហែលជា2ខែទៅ3ខែគឺខ្ញុំផ្អាកអាជីវកម្មកាហ្វេខ្ញុំទៅអញ្ចឹងបងប្អូនណាដែលគាត់កំពុងតែស្វែងរកជាប្រភេទកៅអីកាហ្វេកៅអីបត់កៅអីល្អលេខ1បងប្អូនអាចតាក់ទងខ្ញុំបានណាអីវ៉ាន់ទឹកប៉ុន្តែនៅល្អសឹងតែ90%បងប្អូនណាអញ្ចឹងបងប្អូនមើលជាក់ស្ដែងបានខ្ញុំឡៃឡុងលក់ចែកជូនបងប្អូនប្រើហើយនៅមានជាប្រភេទចេះទៀតបងប្អូនចង់បានទាំងតុកខ្ញុំមានទាំងតុកទៀតហើយរបស់សិតរួមទៅរបស់កាហ្វេខ្ញុំមួយសេតអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ខាងកាហ្វេចង់បានអាចតាក់ទងបាននេះខ្ញុំជាមួយខ្ញុំបង្ហាញតុកណាតុកជាមួយនឹងឈុតកាហ្វេបាទបងប្អូននេះជាភេទតុកណាតុកបាទតុកខ្ញុំប្រើសិតតែដែកអាខេសល្អអញ្ចឹងវាអត់ចេះឆេះឬក៏ពុកឬក៏សើយទេព្រោះដោយសារតែកៅអីនេះខ្ញុំធ្វើផ្ទាល់ដៃអញ្ចឹងវាល្អជាប្រភេទកៅអីកាហ្វេដែលយើងប្រើទៅអាចនិយាយថាអត់ទៅណាទេបងប្អូនណាអញ្ចឹងបងប្អូនចង់បានជាប្រភេទចេះក៏បានដែរខ្ញុំរៀបចំឲ្យណាចង់បានអាចឆាតមកខ្ញុំផ្ទាល់មកហើយយើងអាចចរចាតម្លៃគ្នាបានមានច្រើនទៀតមានតាំងពីកៅអីនេះកៅអីកុំព្យូទ័រចឹងក៏មានដែរណាបងប្អូនណាមានច្រើនទាំងតុកហើយនៅប្រភេទកៅអីផ្សេងទៀតអាកៅអីយើងកៅអីឈុតកៅអីអង្គុយណាបាទកៅអីតុកឈុតអង្គុយហ្នឹងក៏មានដែរអញ្ចឹងបងប្អូនអាចតាក់ទងខ្ញុំបានណាខ្ញុំឡៃឡុងជូនបងប្អូនទេដោយសារតែបានខ្ញុំខ្ជិលតុកនៅផ្ទះខ្ញុំមានតាំងពីតុកកាសៀតុកអីច្រើនទៀតអញ្ចឹងបងប្អូនត្រូវការអាចតាក់ទងមកបងប្អូនណាបាទអរគុណច្រើន